ពីដើមគេថាមេម៉ាយចំណាយមាត់ញៀតដល់សម័យក្រោយមកទៀតនេះវាទៅជារឿងផ្សេងគេថាមេម៉ាយសម័យឥឡូវសបោហាងឆេងមេម៉ាយក្មេងៗសាច់ឡើងសខ្ចីមេម៉ាយខ្លះហ្នឹងមានសងតង់រៀងឲ្យឡើងខ្ញងដូច18អ្នកមេម៉ាយខ្លះហ្នឹងអាយុតែ23បានដាំស្លឹកគ្រៃបានប្តីសិតតាអាចារ្យអញ្ចឹងពីដើមពាក្យថាមេម៉ាយវាជារឿងអៀនខ្មាស់ដល់សម័យឥឡូវបដូរផ្លាស់វាទៅជារឿងធម្មតាទាំងគេតាំងខ្ញុំទៅណាមកណាមិនចេះតែថាទេឃើញសុទ្ធតែមេម៉ាយគេថាមេម៉ាយសម័យឥឡូវមានច្រើនកឆេមានតាំងពី grade A រហូតដល់ grade Z អ្នកមេម៉ាយខ្លះហ្នឹងមិនសូវខ្វល់ចិត្តទេឲ្យថ្ងៃសៅរ៍អាទិត្យលេងសិតតែប្រហិតស្រាថ្នាំអ្នកមេម៉ាយខ្លះទៀតហ្នឹងទៅលែងប្តីទី4នេះចាប់ផ្ដើមធ្វើខ្លួនហ្នឹងយកប្តីទី5ភ្នែកខ្ញុំតែងតែចំណាំបើបានប្តីទី5មកឲ្យបានប្តីទី6ទៀតដល់កកហើយអ្នកមេម៉ាយខ្លះទៀតនឹងល្អនោះល្អគ្មានពីរប្រកែរកស៊ីសបោលុយចាយដុល្លារពេញដៃធ្វើខ្លួនឆាតឆាយអាយុ30ផ្លាយបានប្តីសិតទៅកំឡោះហើយបើអ្នកមេម៉ាយខ្លះទៀតនឹងសែនរងកម្មអាយុ57ឆ្នាំរកមួយមិនបានសោះអ្នកមេម៉ាយខ្លះទៀតនឹងល្អនោះល្អអស់តោះរកប្តីមិនបានសោះព្រោះគាត់ល្អពេកហើយអ្នកមេម៉ាយខ្លះទៀតនឹងងើខ្ជិលតាំងពីមុជទឹកងើពីព្រឹកនឹងខ្វេះអាចភ្នែកបបួលគ្នាលេងបៀនាំគ្នាចែកចាប់ផ្ដើមវែកញែកឲ្យរឿងស៊ីត្រាវអ្នកមេម៉ាយខ្លះទៀតនឹងមិនធម្មតាទេស្រឡាញ់រកតែតារាប្រាថ្នារកតែដង្ខៅអ្នកមេម៉ាយខ្លះទៀតនឹងរោមឃ្លៀកឲ្យឡើងខ្មៅបើដើរចេញទៅក្រៅមិនសូវស្លៀកវែងអ្នកមេម៉ាយខ្លះទៀតនឹងបាយមិនសូវបានទេបានមធ្យមបើគោឡើងភ្នំជាមួយ ABC ដាក់ឯងតតែជ្រះក្អែតែប៉ែពេញព្រៃអ្នកមេម៉ាយខ្លះទៀតនឹងមិនធម្មតាបើចាយលុយដុល្លារមិនសូវចាយកដាស់20អ្នកមេម៉ាយខ្លះទៀតថាតែខ្វល់អីរឿងយកប្តី2023ហើយនៅមេម៉ាយបានស្ទាវ